គឺព័ត៌មានទី1នេះខ្ញុំសូមអនុញ្ញាតពីប្រិមិត្តដកស្រង់ពីខាងក្រសួងការពារជាតិកម្ពុជាណាក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបាទដោយដកស្រង់តាមសម្ដីរបស់អ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាហ្នឹងគឺបានឲ្យដឹងថានៅថ្ងៃអាទិត្យហ្នឹងគឺក្រសួងការពារជាតិកម្ពុជាហ្នឹងបានឲ្យសូមអញ្ជើញអ្នកសម្របសម្រួលអ្នកសង្កេតការអន្តរកាលហ្នឹង IOT ដែលដឹកនាំដោយម៉ាឡេស៊ីហ្នឹងទៅពិនិត្យមើលបាទពិនិត្យមើលទីតាំងជាក់ស្ដែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន2លើកដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះបាទខេត្តព្រះវិហារកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025បាទអញ្ចឹងគឺកម្ពុជាបាទនាំឲ្យទៅមើលហើយផ្ទៀងផ្ទាត់ដើម្បីឃើញកិច្ចការនឹងតែម្ដងបាទដើម្បីឃើញកិច្ចការនឹងតើរឿងនឹងវាយ៉ាងណាហើយគឺកម្ពុជាក៏បានបញ្ជាក់អំពីម៉ោងណាម៉ោងដែលថាតើថៃវាយនៅម៉ោងប្រមាណកម្ពុជាបានបង្ហាញថាគឺថៃចាប់ផ្ដើមបាញ់នៅម៉ោង 11:52 នាទីព្រឹកដដែលគឺរហូតដល់ម៉ោង 12:46 នាទីគឺបាញ់ទាំងពីរលើកនោះគឺលើកទី1បាទលើកទី1គឺពីម៉ោង 11:52 ទៅដល់ម៉ោង 12:46 នាទីបាទទាំងពីរលើកហ្នឹងអញ្ចឹងដោយគាត់បែងចែកជាលើកទី1នោះគឺបាញ់ពីម៉ោង 11:52 ដល់ម៉ោង 12:22 ហ្នឹងលើកទី1បាទលើកទី2ចាប់ផ្ដើមបាញ់នៅម៉ោង 12:25 នាទីដល់ម៉ោង 12:46 នាទីបាទអញ្ចឹងគឺសរុបគឺពីម៉ោង 11:52 នាទីព្រឹករហូតដល់ម៉ោង 12:46 នាទីព្រឹកគឺជាការផ្ទុះអាវុធកាលពីថ្ងៃសៅរ៍ម្សិលមិញក៏ប៉ុន្តែកម្ពុជាក៏បំបែកឲ្យជាក់លាក់ទៀតគឺបានន័យថាលើកទី1ហ្នឹងបាញ់ទៅអញ្ចឹងសម្រាប់ប្រហែលជា3នាទីបានបាញ់តទៅទៀតបាទអញ្ចឹងបានន័យថាថៃគាត់បាញ់រន្ថើនជាប់ក្នុងអំឡុងពេលដែលកម្ពុជាថាថៃបាញ់ហ្នឹងគឺបានន័យថាគឺបាញ់មិនឈប់ទេហើយសម្រាប់3នាទីប្រហែលជាដូរគ្រាប់ដូចចល័តទីតាំងយ៉ាងម៉េចបានបាញ់តទៀតបាទនេះគឺជាហេតុការណ៍ដែលកើតមានឡើងក៏ប៉ុន្តែខាងភាគីកម្ពុជាគឺបានបញ្ជាក់ថាខ្លួននៅរក្សាគោលការណ៍អត់ធ្មត់កម្រិតខ្ពស់បាទដោយសារខ្លួនត្រូវអនុវត្តកិច្ចព្រមព្រៀងបទចុះបាញ់រវាងកម្ពុជានិងថៃបាទដែលបានចូលជាធរមានតាំងពីថ្ងៃទី28កក្កដាមកឲ្យបានពេញលេញខ្ជាប់ខ្ជួនបាទហើយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ថាកម្ពុជាសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅភាគីខាងថៃខ្លួនឯងហើយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2000វេលាម៉ោង 11:52 នាទីនេះដែលថៃបើកការវាយប្រហារមកលើកងកម្លាំងរបស់កម្ពុជាប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាជាអ្នកផ្ទុះអាវុធទៅវិញបាទសកម្មភាពទាំងអស់នេះប៉ះពាល់ដល់ការគោរពនិងការអនុវត្តបទឈប់បាញ់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញបាទអ្នកស្រីម៉ាលីសុជាតាបានបន្ថែមទៀតថាក្នុងនេះកម្ពុជាស្នើឲ្យភាគីទាំងពីរអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការអន្តរកាលចូលរួមពិនិត្យនិងធ្វើកោសលវិច័យលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពីការបាញ់ប្រហាររបស់កងទ័ពថៃមកលើកងកម្លាំងកម្ពុជាឲ្យបានហ្មត់ចត់បំផុតសម្ដៅផ្ដល់នូវព័ត៌មានពិតសុចរិតភាពកណន័យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផងនិងដល់សាធារណជនជាតិនិងអន្តរជាតិផងដែរបាទនេះគឺជាការលើកឡើងរបស់ភាគីកម្ពុជាបាទហ្នឹងគឺខ្ញុំដកស្រង់ពីអ្នកនាំពាក្យរបស់កម្ពុជាទន្ទឹមនឹងហ្នឹងគឺខាងសារព័ត៌មាន The Nation បាទ The Nation របស់ថៃក៏បានផ្សាយបាងកកប៉ុស្តិ៍របស់ថៃក៏បានផ្សាយខៅសូតហ្នឹងក៏បានផ្សាយដែរដោយដកស្រង់ពីអ្នកនាំពាក្យរបស់យោធាថៃអញ្ចឹងខ្ញុំបង្ហាញជូនប្រិយមិត្តវិញពីខាងយោធាថៃវិញបាទអញ្ចឹងគឺនិយាយពីកម្ពុជាគេថាយើងនាំពាក្យកម្ពុជាឥឡូវជួយនាំពាក្យកម្ពុជាឥឡូវនិយាយពីថៃវិញអាចថាជួយនាំពាក្យថៃវិញប៉ុន្តែមិនទេសារព័ត៌មានយើងត្រូវតែបង្ហាញជូនប្រិយមិត្តអញ្ចឹងហើយ
ចឹងឥឡូវនេះខ្ញុំសូមជូនខាងភាគីថៃវិញម្ដងដែលផ្សាយដោយកសែត The Nation របស់ថៃតើថៃនិយាយយ៉ាងម៉េចណាឥឡូវយើងបានឮពីខាងកម្ពុជាហើយគឺកម្ពុជាថាមិនបានបាញ់ទេដោយសារការអត់ធ្មត់ថៃផ្លោមកយ៉ាងណាក៏នៅស្ងៀមដើម្បីខ្លួនគោរពតាមបទជបាញ់គ្នានឹងមិនអោយល្មើសទេភាគីថៃវិញបើតាមអ្នកនាំពាក្យយោធាថៃគឺប្រកាសមកនៅថ្ងៃអាទិត្យនេះដែរថាការរៀបចំពេលវេលានៃការបាញ់នៅកន្លែងច្រកអានសេះហ្នឹងបាទថៃគេហៅថាចុងអានម៉ាហ្នឹងគឺវាស៊ីសង្វាក់គ្នាជាមួយនឹងក្រុមអ្នកសង្កេតការអាស៊ានបាទដែលថៃក៏ថា too precise គឺបានន័យថាវាជាក់លាក់ច្បាស់ពេកតែម្ដងណាហើយវាមិនមែនជារឿងមួយដែលជារឿងចៃដន្យនោះទេថៃក៏ថាអញ្ចឹងគឺដូច្នេះវាមានន័យថាកម្ពុជានឹងបានរៀបផែនការនឹងទុកជាមុនក្នុងការបង្កឲ្យមានហេតុការណ៍នេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃបាទថៃក៏ថាអញ្ចឹងណាបាទនេះបើតាមអ្នកនាំពាក្យយោធាថៃលោកឧត្តមសេនីយ៍តូវិនថៃស៊ូរាវីបាទគាត់បាននិយាយថាកម្ពុជានឹងបានបាញ់ចូលទៅក្នុងទឹកដីថៃនៅច្រកហ្នឹងហើយបានបង្កឲ្យទាហានថៃបាញ់តបមកវិញបាទអញ្ចឹងបានន័យថាថៃក៏ថាគាត់បាញ់ក៏ប៉ុន្តែគាត់បាញ់តបកម្ពុជាអញ្ចឹងកម្ពុជាថាអត់បានទេបាទអញ្ចឹងយើងស្ដាប់មើលយើងដឹងថាមានអ្នកផ្ទុះអាវុធគឺថៃគាត់ទទួលស្គាល់ថាគាត់ផ្ទុះអាវុធលោកបានឲ្យហេតុផលថាបើតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងនឹងគឺវាមានលក្ខណៈចេតនានៅក្នុងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ថៃនៅក្នុងក្រសែភ្នែករបស់អ្នកសង្កេតការអាស៊ានដែលបានក្រងទៅមើលទីតាំងនោះនៅថ្ងៃនោះបាទដូច្នេះគាត់រៀបរាប់ពេលវេលាថាម៉ោងប៉ុណ្ណេះបាញ់ទៅនេះម៉ោងប៉ុណ្នេះបាញ់ទៅនេះបាទខ្ញុំមិនបាច់ចូលលម្អិតពីម៉ោងគាត់រៀបរាប់ទេប៉ុន្តែសារព័ត៌មានថៃក៏បានរៀបរាប់ថាម៉ោងប៉ុណ្ណេះកម្ពុជាបាញ់កំភ្លើងភេទនេះទីតាំងនេះទីតាំងនោះច្រើនអញ្ចឹងទៅគាត់រៀបរាប់រហូតតាំងពីនៅម៉ោងគាត់ហ្នឹងគឺម៉ោងគាត់ខុសពីម៉ោងខ្មែរបាទម៉ោងគាត់ហ្នឹងគាត់ថាចាប់ផ្ដើមពីម៉ោង 11:55 នាទីព្រឹកណា55នាទីព្រឹកហ្នឹងរហូតដល់ចប់ម៉ោងបាទបាទគាត់មានពេលវេលាដែលប្រកាសអំពីអ្នកសង្កេតការទៅដល់ខាងអ្នកនាំពាក្យក្រសួងការពារជាតិនឹងថ្លែងនៅពេលណាហើយប្រធានព្រឹទ្ធសភារបស់កម្ពុជាគឺលោកហ៊ុនសែននឹងថ្លែងនៅពេលណាតាម Facebook អញ្ចឹងគាត់ថាគាត់យកព្រឹត្តិការណ៍នឹងសរុបមកគាត់វិភាគមកគឺជាចេតនារបស់កម្ពុជាតែម្ដងបាទហើយលោកវិនថៃបានអះអាងថាដោយសារតែពេលវេលានោះវាមានលក្ខណៈដូចថារៀបចំយ៉ាងប្រយ័ត្នប្រយែងយ៉ាងល្អពេលហ្នឹងគឺបាទគាត់ថាវាមិនដែលធ្វើពេចពេកអញ្ចឹងទេតែគាត់បាននិយាយថាកម្ពុជាហ្នឹងគឺមានចេតនាក្នុងការអុចអាលទាហានថៃឲ្យបាញ់តបមកវិញមកលើកម្ពុជាដើម្បីបាទទុកជាឯកសារក្នុងការគ្រប់គ្រងនៅការរៀបរាប់បំភ្លៃព័ត៌មានរបស់កម្ពុជាដែលអះអាងថាថៃជាអ្នករំលោភបទជបាញ់បាទហើយខាងភាគីថៃក៏ស្តីនឹងកម្ពុជាដែរគាត់ថាគាត់អំពាវនាវឲ្យខាងក្រុម IOT ដែលស៊ើបអង្កេតមើលផងដែរអំពីការរំលោភបទជបាញ់ជាបន្តបន្ទាប់របស់ភាគីកម្ពុជាដែលមានការលួចចូលឆ្លងព្រំដែនចូលទៅដាក់មីននៅក្នុងទឹកដីថៃដែលបានធ្វើឲ្យរបួសទាហានថៃហើយលោកបានទទូចថាក្រុមអ្នកសង្កេតការអាស៊ាននេះគួរតែស៊ើបអង្កេតអំពីឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនទាំងអស់នេះដោយនិយាយថានោះគឺជាការរំលោភបទជបាញ់គ្នាហើយបាទនេះគឺជាអ្វីដែលខាងភាគីថៃបាននិយាយខ្ញុំភ្លេចដូររូបបាទគឺលោកវិនថៃបាទលោកវិនថៃស៊ូរាវីគាត់បាននិយាយអញ្ចឹងដូច្នេះប្រិមិត្តបានឮសូរទាំងសងខាងណាទាំងសងខាងគឺជាសរុបខ្ញុំអាចសរុបបានថាថៃគាត់ថាគាត់បាញ់មែនណាគាត់មានបាញ់ប៉ុន្តែគាត់បាញ់គឺក្រោយពីកម្ពុជាបាញ់គាត់ទេខ្ញុំសរសេរមកសើវិញដាក់ Facebook មានអ្នកអានអត់យល់បាទ
ពួកខ្ញុំចង់សរសេរដាក់ Facebook ខ្ញុំចង់បញ្ជាក់ថាថៃគាត់បាញ់ឬមិនបាញ់ពីព្រោះកម្ពុជាគាត់ថាមិនបានបាញ់ទេហើយក្នុងពេលកន្លងមកខ្ញុំធ្លាប់ជួបរឿងគឺកសែតខៅស្រុតនឹងគាត់បោកក្បែកមួយហ្មងគាត់សរសេរដកស្រង់សម្ដីលោកផាត់ឃ្លាំងហ្នឹងហើយគាត់លុបពេញទៅខ្ញុំថតមិនទាន់អញ្ចឹងបានលើកនេះខ្ញុំថាមើលអញ្ចឹងបានន័យថាភាគីថៃគាត់ថាទទួលស្គាល់តែគាត់បាញ់ក៏ប៉ុន្តែគាត់បាញ់ហ្នឹងក្រោយពីកម្ពុជាបាញ់គាត់ទេតែកម្ពុជាវិញថាអត់មានបាញ់ទេគឺថៃបាញ់លើគាត់នៅអត់ធ្មត់ដដែលទេបាទអញ្ចឹងរឿងនេះគឺខ្ញុំបង្ហាញជូនភាគីទាំងសងខាងជូនប្រិមិត្តអញ្ចឹង